នេះនឹងខ្ញុំមកប្រាប់ពីវាមកថា hack skin Mobile Legends ឥឡូវកុំនិយាយច្រើនចូលរឿងមកថា hack អស់គ្នាយកមាន app 2 app មួយគឺ Shizuku នេះ app Shizuku នឹងជាមួយនឹង Xeno GFX ដែលយើងអាច download វាបាននៅក្នុង Play Store បើ Shizuku អាចនឹងអត់មានទេនៅក្នុង Play Store ទូរស័ព្ទខ្លះមានទូរស័ព្ទខ្លះអត់មានទេនេះ Xeno GFX នឹងមកអ្នក download វាបានមកជាមួយនឹង app Shizuku ហើយយើងទៅមើលពីរបៀបធ្វើដល់គ្នាតោះពីដំបូងចូល app Shizuku មកនេះគ្នាចូលមកនេះចុចអានេះ pairing នេះ pairing នេះអាហ្នឹងរួចបើក notification option នេះ notification option យើងចូលបើកអានេះមកនេះអនុញ្ញាតការរលឹកហើយយើងចេញមកវិញមកនេះចូល devel ស្អីនេះ devel low upper ស្អីនេះអានអត់ត្រូវទេនេះអាខៀវៗហ្នឹងចុចលើវាមកលើវាមកនេះអូ scroll មករកពាក្យថាការជួសជុល access ដំបូងនេះត្រូវមាន Wi-Fi កន្លែងហ្នឹងឥឡូវខ្ញុំយក Wi-Fi តិចសិនកន្លែងហ្នឹងគ្នាត្រូវតែមាន Wi-Fi បើអត់មាន Wi-Fi គឺធ្វើអត់បានទេខ្ញុំចឹងនេះបានអាច Wi-Fi មកហើយតពីសាមៈត្រូវបើអាហ្នឹងមកនេះការជួសជុលឥតខ្សែហ្នឹងបើខាងលេស្អី USB wireless អីហ្នឹងគ្នាចុចលើវាមកបើវាមកនេះយើងចុចអនុញ្ញាតពីគ្រីនេះមកចាក់អនុញ្ញាតរួចចុចលើវាម្ដងទៀតមកយើងកុំចុចកន្លែងបើកនេះចុចមកយើងចុចកន្លែងគូផ្គងឧបករណ៍ដែលប្រើកូដគូផ្គងហ្នឹងក្រោមហ្នឹងវាមកនេះវាចេញលេខឲ្យយើងដើម្បីយកទៅដាក់ក្នុងនេះហើយទេវាផ្ញើសារមកខាងលើចូលមកលើមកនេះ enter pin code លេខកូដនោះមាន24 56 18 24 56 13គឺយើងចុចបញ្ជូនមកអូខេឥឡូវបានហើយតែប៉ុណ្្នឹងយើងចេញមកវិញមកចេញមកវិញមកនេះថយមកក្រោយមករួចយើងចុចពាក្យថា start មកនេះយើងចាំវា3វិនាទីមក3 second ច្រឡំយ៉ា3វិនាទី3 second ទៅគ្នាអូខេទៅពីនឹងបានហើយគេចូលមកកាន់ app Xeno GFX ហ្នឹងមកនេះចុចលើវាមួយមកនេះវាចេញបែបហ្នឹងនេះដំបូងបើសិនជា hack skin ទៅវាចេញនេះកន្លែងនេះ permission ឥឡូវខ្ញុំធ្វើបានបាត់ហើយឥឡូវចាំតិចនេះខ្ញុំ clear app នឹងចោលតិចសិនពេលឥឡូវយើងចូលវិញសារដើមហើយតែមិញខ្ញុំមកបាន clear វាចោលវាចេញមកនេះវាចេញបែបហ្នឹងនេះចុច open file ក៏បានចុច hidden នេះចុចកន្លែង fighter នេះកន្លែងតាណាក៏បានដែរគេចូល hack skin ខ្ញុំមើល hero ដែលខ្ញុំលេងថ្មមួយចឹងបែបនេះមក server load over នេះអញ្ចឹងហើយចុច skin លើវាមកនេះវាចេញបែបហ្នឹងនេះចុចយក Shizuku Pro permission នេះកន្លែងហ្នឹង Shizuku នេះចុចលើវាមួយមកហើយចុច allow វាចុច grant វាចុច allow all the time ហ្នឹងគឺយើងអាច hack skin បានហើយណាថាមុខខ្ញុំមិញចាំមើលណានេះពេលហ្នឹងវាទៅចេញរូបឲ្យទេសារវាថ្មីចឹងបើ Savaster យើងចុច OK មកនេះគឺវា hack ហើយគឺថាវាមានពាណិជ្ជកម្មមានអីតិចតួចដែរអូខេឥឡូវវីដេអូយើងគឺវាចប់ហើយគ្នាប៉ុណ្្នឹងគឺយើងអាច hack skin បានហើយឥឡូវវីដេអូយើងក៏មានតែប៉ុណ្្នឹងគ្នាអូខេបាយបាយនេះគ្នា